រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រកាសថានឹងលុបបំបាត់សេវាក្រៅប្រព័ន្ធសុខាភិបាលចោលបន្ទាប់ពីរកឃើញថាពលរដ្ឋចំនួនជាង200នាក់នៅខេត្តបាត់ដំបងបានឆ្លងមេរោគអេដស៍ដោយសារការប្រើប្រាស់សេវាគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណប៉ុន្តែក្រុមអ្នកវិភាគយល់ឃើញថាវិធានការនេះនឹងមិនអាចទៅរួចឡើយលោកប្រាជ្ញជេវរាយការណ៍ព័ត៌មាននេះក្រៅពីប្រកាសថានឹងពង្រឹងប្រព័ន្ធសុខាភិបាលរដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមានលុបបំបាត់ចោលសេវាក្រៅប្រព័ន្ធសុខាភិបាលរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ៅប៊ុនហេងមានប្រសាសន៍ថាក្រសួងសុខាភិបាលនឹងប្រមូលតួលេខពិតប្រាកដនៃសេវាក្រៅប្រព័ន្ធរួចហើយនឹងលុបបំបាត់សេវានោះចោលលោករដ្ឋមន្ត្រីបន្តថានឹងជ្រើសរើសបុគ្គលិកពេទ្យបន្ថែមពង្រីកមន្ទីរពេទ្យដើម្បីផ្តល់សេវាកាន់តែប្រសើរជូនពលរដ្ឋជាងនេះទៅទៀតលោកទាមទារឲ្យពលរដ្ឋទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវការពិតគឺជាការមួយដែលយើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីត្រួតពិនិត្យដែលសេវាដែលក្រៅប្រព័ន្ធនេះដើម្បីឲ្យដឹងថាប្រកបវិជ្ជាសេវាក្រៅប្រព័ន្ធនេះមានប្រមាណហើយយើងត្រូវលុបបំបាត់ឲ្យអស់ការអញ្ជើញចូលបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី27ខែមករាតបតាមការអញ្ជើញរបស់គណៈកម្មការទី8ទទួលបន្ទុកសុខាភិបាលនិងសង្គមគិច្ចដែលផ្ដោតសំខាន់លើប្រធានបទការរីករាលដាលមេរោគអេដស៍នៅឃុំរកាស្រុកសង្កែខេត្តបាត់ដំបងព័ត៌មានដំបូងរកឃើញថាគ្រូពេទ្យគ្មានអាជ្ញាប័ណ្ណម្នាក់ជាដើមចងនៃបញ្ហានេះផ្ទុយពីការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថានឹងលុបបំបាត់សេវាក្រៅប្រព័ន្ធសុខាភិបាលនោះអ្នកសិក្សាស្រាវជ្រាវសង្គមលោកបណ្ឌិតកែមលីយល់ថាវិធានការនេះមិនអាចធ្វើទៅរួចឡើយព្រោះក្រុមសេវាក្រៅប្រព័ន្ធមានច្រើននិងបានចូលរួមចំណែកក្នុងវិស័យសុខាភិបាលយ៉ាងសំខាន់លោកកែមលីយល់ថាក្រសួងគួរបណ្ដុះបណ្ដាលអ្នកទាំងនោះបន្ថែមនិងពង្រឹងប្រព័ន្ធគ្រប់គ្រងអ្នកទាំងនោះដោយច្បាប់ដែលមានប្រសិទ្ធភាពមិនអាចទៅរួចទេបើសូម្បីតែឈ្មោះបុរាណដែលយើងធ្វើយូរហើយនឹងក៏ត្រូវការចាំបាច់ដែរប៉ុន្តែត្រូវការបណ្ដុះបណ្ដាលបន្ថែមបើខ្ញុំគឺយើងរៀបចំវគ្គជំនាញបច្ចេកទេសគ្រូពេទ្យឬមួយក៏បុគ្គលិកសុខាភិបាលដែលក្រៅប្រព័ន្ធហ្នឹងត្រូវការបណ្ដុះបណ្ដាលហើយឲ្យគាត់មានដែនកំណត់គាត់ត្រូវព្យាបាលអ្នកជំងឺតាមភូមិហ្នឹងតាមកម្រិតណាក្រៅពីប្រមានលុបសេវាក្រៅប្រព័ន្ធសុខាភិបាលចោលលោករដ្ឋមន្ត្រីម៉ៅប៊ុនហេងថាក្រសួងនឹងជ្រើសរើសគ្រូពេទ្យបន្ថែមជាង 1,500 នាក់ខណៈដែលគ្រូពេទ្យសប្តាហ៍ថ្ងៃមានជាង 20,000 នាក់និងដំឡើងប្រាក់បៀវត្សជូនក្រុមគ្រូពេទ្យជាដើមប្រធានគណៈកម្មការទី8នៃរដ្ឋសភាអ្នកស្រីកែសវណ្ណរតន៍ទាមទារឲ្យក្រសួងសុខាភិបាលអនុវត្តការងារតាមច្បាប់ដើម្បីបង្ការចំពោះគ្រូពេទ្យគ្មានច្បាប់និងទប់ស្កាត់អំពើពុករលួយក្នុងវិស័យសុខាភិបាលអ្នកស្រីយល់ថារដ្ឋាភិបាលត្រូវតែរឹតបន្តឹងលើប្រព័ន្ធសុខាភិបាលដើម្បីឲ្យក្រុមគ្រូពេទ្យផ្ដល់សេវាដល់ពលរដ្ឋដែលមានភាពល្អប្រសើរគឺស្នើសុំឲ្យឯកឧត្តមកែតម្រង់ប្រព័ន្ធសុខាភិបាលឡើងវិញរៀបចំត្រួតពិនិត្យទាំងគ្រូពេទ្យត្រូវតែមានវិជ្ជាជីវៈត្រូវតែគោរពក្រមសីលធម៌ដើម្បីសង្គ្រោះអ្នកជំងឺហើយត្រួតពិនិត្យ clinic ឯកជនមួយចំនួនដែលមិនមានច្បាប់ហើយត្រួតពិនិត្យមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពបន្ថែមពីប្រសាសន៍រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ្នកស្រីកែសវណ្ណរតន៍ស្នើក្រសួងសុខាភិបាលមិនត្រឹមតែមានវិធានការចំពោះក្រុមគ្រូពេទ្យគ្មានច្បាប់នោះទេត្រូវតែមានវិធានការច្បាស់លាស់ចំពោះគ្រូពេទ្យរដ្ឋដែលប្រព្រឹត្តខុសចំពោះករណីរីករាលដាលមេរោគអេដស៍នៅភូមិរកាអ្នកស្រីថារដ្ឋាភិបាលត្រូវតែទទួលខុសត្រូវលើរឿងនេះខ្ញុំប្រាជ្ញវិទ្យុអាស៊ីសេរីភ្នំពេញចាអ្នកដឹកនាំសហជីពកម្មករខេត្តកំពង់ចាមនៅតែប្រកាន់គោលជំហរថានឹងឡើងទៅតវ៉ាឬដាក់ញត្តិនៅមុខក្រុមហ៊ុនអ្នកបញ្ជាទិញរបស់រោងចក្រ Manhattan នៅរាជធានីភ្នំពេញនិងបន្តដាក់ញត្តិនៅស្ថានទូតសហរដ្ឋអាមេរិកដើម្បីជំរុញឲ្យភាគីរោងចក្រព្រមគោរពច្បាប់ប្រទេសកម្ពុជាពលគឺត្រូវទទួលយកសហជីពក្នុងរោងចក្រ3នាក់ឲ្យចូលធ្វើការវិញប្រធានសហភាពសហជីពកម្ពុជាលោករងឈុនអះអាងថាខាងលោកកំពុងសហការជាមួយអ្នកដឹកនាំសហជីពខេត្តកំពង់ចាមរៀបចំឯកសារដើម្បីយកទៅដាក់នៅក្រុមហ៊ុនបញ្ជាទិញនិងទៅស្ថានទូតសហរដ្ឋអាមេរិកនាពេលឆាប់ៗដើម្បីឈានទៅបញ្ចប់វិវាទការងារនៅក្នុងរោងចក្រ Manhattan ក្នុងខេត្តកំពង់ចាមពីព្រោះថាថៅកែរបស់ក្រុមហ៊ុននេះគឺជាជនជាតិអាមេរិកចំពោះខ្ញុំក្នុងនាមសហភាពសហជីពកម្ពុជាក៏ដូចសម្ព័ន្ធសហជីពកម្ពុជាយើងចង់ឃើញដល់យុត្តិធម៌ជូនតំណាងសហជីពទាំង3ឲ្យបានចូលធ្វើការងារវិញវាចប់សពគ្រប់ហើយពីព្រោះរឿងនេះវាមិនមែនជារឿងធំទេហើយឲ្យតែនយោជកនឹងគោរពទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៅទទួលតំណាងទាំង3នាក់នឹងឲ្យចូលបម្រើការងារវិញទៅវាត្រូវតែចប់ហើយបាទ
ការក្រុងទៅតវ៉ានៅភ្នំពេញនេះគឺស្របពេលដែលប្រធានសហជីពមូលដ្ឋានក្នុងរោងចក្រហើយនិងភរិយាត្រូវតុលាការខេត្តកំពង់ចាមចេញដីកាកោះហៅឲ្យចូលបំភ្លឺនៅខែកុម្ភៈពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនិងប្រើប្រាស់មធ្យោបាយធ្វើឲ្យរាំងស្ទះដល់ចរាចរណ៍សាធារណៈកាលពីខែធ្នូឆ្នាំ2013ចំណែកលោករងឈុនយល់ថាអាជ្ញាធរនៅពីក្រោយខ្នងរឿងនេះហើយមន្ត្រីរាជរដ្ឋាភិបាលតែងតែយកប្រព័ន្ធតុលាការមកប្រើប្រាស់ដើម្បីដាក់សម្ពាធលើមេដឹកនាំសហជីពគ្រប់ពេលវេលាទាំងមេដឹកនាំសហជីពថ្នាក់ជាតិនិងមេដឹកនាំសហជីពតាមមូលដ្ឋានជាពិសេសនៅពេលដែលពួកគាត់តវ៉ាទាមទារសិទ្ធិសេរីភាពជូនកម្មករនោះទន្ទឹមគ្នានេះក្រុមសហជីពសម្ដែងក្តីបារម្ភថាសេរីភាពរបស់សហជីពនៅកម្ពុជាកំពុងតែដើរថយក្រោយប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជាអះអាងថាមានថ្នាក់ដឹកនាំសហជីពនិងសកម្មជនសហជីពជាច្រើនអ្នកត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារដោយពុំបានអនុវត្តតាមនីតិវិធីច្បាប់ស្តីពីការងារហើយអ្នកទាំងនោះកំពុងជាប់បណ្ដឹងនៅតុលាការទៀតផងលោកម៉មនីរតជួនសេចក្តីរាយការណ៍គិតត្រឹមចុងឆ្នាំ2014កន្លងទៅនេះមានសកម្មជនសហជីពចំនួន22នាក់ហើយដែលត្រូវថៅកែរោងចក្របណ្ដឹងនឹងបញ្ឈប់ពីការងារហើយបញ្ហានេះត្រូវបានប្រធានសម្ព័ន្ធសហជីពចលនាកម្មករចាត់ទុកថាគឺកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងគំរាមកំហែងដល់សុវត្ថិភាពការងាររបស់ពួកគេការថ្លែងដូចនេះរបស់លោកប៉ាវស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់ខ្លួនកាលពីព្រឹកថ្ងៃទី22មករានៅក្នុងខណ្ឌពោធិ៍សែនជ័យជារាជធានីភ្នំពេញលោកប៉ាវស៊ីណាអះអាងថាមូលហេតុដែលឈានដល់ការប្តឹងក្រុមសកម្មជនសហជីពតាមផ្លូវតុលាការនេះគឺដោយសារតែតុលាការហាក់ថាត់ក្រមអធិបុលរបស់ភាគីរោងចក្រលោកបន្តថានៅពេលណាមានការស្នើសុំពីរោងចក្រតុលាការតែងចេញដីកាបញ្ឈប់សកម្មជនសហជីពដែលពុំបានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវនោះម្ដងណាទេលោកប៉ាស៊ីណាអំពីវនីវសូមឲ្យរដ្ឋមន្ត្រីក្រសួងយុតិធធម៌ពិនិត្យឡើងវិញអំពីរឿងនេះដោយហេតុថាវាហាក់ផ្ទុយនឹងច្បាប់ការងារដែលកាតព្វកិច្ចក្នុងការបញ្ឈប់ពីការងារប្រឆាំងសកម្មជនសហជីពគឺជាសិទ្ធិរបស់អធិការកិច្ចនៃក្រសួងការងារឯណោះទៅវិញទេគាត់មុននឹងឯកភាពទៅតាមរោងចក្រគាត់ត្រូវតែពិនិត្យឡើងវិញថាច្បាប់ការងារនេះគេចែងថាម៉េចហើយបើគាត់អាងថាគាត់ជាចៅក្រមអាងថាគាត់ជាព្រះរាជអាជ្ញាចេះតែចេញលិខិតតាមរោងចក្រចង់បានហើយបំពេញទៅលើសិទ្ធិសេរីភាពប៉ុនគេវាខុសចឹងហើយបានសហជីពយើងអត់គ្រប់គ្រងទេយើងស្នើឲ្យក្រសួងយុតិធធម៌នឹងពិនិត្យឡើងវិញទៅលើប្រព័ន្ធតុលាការនឹងបន្ថែមពីលើនេះទៀតលោកប៉ាវស៊ីណាឲ្យដឹងថាបើពិនិត្យដោយសើគឺហាក់ឃើញមានភាពវិជ្ជមានសម្រាប់វិស័យកាត់ដេរនៅកម្ពុជាក្នុងដំណាក់កាលចុងក្រោយនេះដូចជាដំឡើងប្រាក់ខែគោលនិងបញ្ចុះថ្លៃភ្លើងសម្រាប់កម្មករក៏ប៉ុន្តែលោកអះអាងថាផ្ទុយទៅវិញថ្នាក់ដឹកនាំនិងសកម្មជនសហជីពចលនាកម្មករត្រូវបានអាជ្ញាធរនិងម្ចាស់រោងចក្រប្តឹងទៅតុលាការជាហូរហែក្រមបទចោទថាញុះញង់កម្មករឲ្យប្រព្រឹត្តបទឧក្រិដ្ឋក្នុងការធ្វើបាតុកម្មនិងកោតកម្មខុសច្បាប់និងបិទផ្លូវសាធារណៈជាដើមជានេះទៀតក្រុមសហជីពត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការជាពិសេសនោះគឺហាមមិនឲ្យដឹកនាំកម្មករតវ៉ាថែមទៀតផងអ្នកនាំពាក្យក្រសួងយុតិធធម៌លោកចិនម៉ាលីនថ្លែងថាស្ថាប័នតុលាការហាក់មិនចាំបាច់កែតម្រង់អ្វីទៀតនោះទេលោកអះអាងថាតាមពិតនេះជាវិវាទការងាររវាងសហជីពនិងភាគីរោងចក្រហើយចំនួននេះបង្កឲ្យខូចខាតទ្រព្យសម្បត្តិដែលជាបទល្មើសព្រមមិនទាន់ជំរុញឲ្យតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ជាវិវាទរវាងកម្មករនយោជិតហើយនិងនយោជកដែលវាឈានទៅការប្រព្រឹត្តបទល្មើសព្រំប្រព័ន្ធដូចជាការបំផ្លាញសម្ភារៈរបស់រោងចក្រសម្ភារៈរបស់នយោជកជាដើមហើយនេះគឺជាបទល្មើសព្រំប្រព័ន្ធហើយតុលាការគេអនុវត្តទៅតាមនីតិវិធីព្រំប្រព័ន្ធបាទវាមិនមែនជាការរដ្ឋបិទសិទ្ធិសេរីភាពសហជីពឬក៏សេរីភាពនៃការបញ្ចេញមតិទេអានេះវាចូលទៅដល់ការប្រព្រឹត្តបទល្មើសតំណាងសម្ព័ន្ធសហជីពចលនាកម្មករប្រចាំតំបន់សេដ្ឋកិច្ចពិសេស 7NG លោកស្រីសយស្រស់និយាយថាការប្រជុំរបស់សកម្មជនសហជីពក្នុងដំណាក់កាលចុងក្រោយនេះមិនត្រឹមប្រជុំមុខផ្លូវច្បាប់ប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងត្រូវប្រជុំជាងនេះទៀតគឺអាយុជីវិតទៀតផងលោកស្រីបន្តថានៅតំបន់សេដ្ឋកិច្ចពិសេសនោះមានអ្នកកាងឲ្យថៅកែរោងចក្រសម្រាប់គម្រាមកំហែងសកម្មជនសហជីពណាដែលហ៊ានតវ៉ាបន្ថែមពីលើនេះទៀតនោះផ្ទះជួលរបស់តំណាងសហជីពក៏ត្រូវអ្នកស៊ីឈ្នួលដែលកាងឲ្យថៅកែរោងចក្រចុះរើសសម្ភារៈនិងបណ្ដេញចេញពីផ្ទះជួលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទៀតផងយិតពិតទៅសូម្បីតែផ្ទះជួលក៏គេអត់ឲ្យពួកខ្ញុំនៅដែរហើយតែទិញម្ហូបវិញដោយលោកគ្រូគាត់និយាយចឹងខ្ញុំបានប្រហោះមកគាត់ប្រាប់គាត់ថាមេអើយទៅទិញម្ហូបគឺអត់បានផងជើងកាងមេងស្ទាវ 4-5 ម៉ូតូតាម
វិទ្យុអាស៊ីសេរីពុំអាចសុំការបំភ្លឺបានភ្លាមទេពីលោកស្រីសុធាដែលរងការចោទថាជាអ្នកស៊ីឈ្នួលកាងឲ្យថៅកែរោងចក្រប្រចាំតំបន់សេដ្ឋកិច្ចពិសេស 7NG នៅថ្ងៃទី27 មករាយ៉ាងណាលោកប៉ាវស៊ីណាទម្លាក់ការទទួលខុសត្រូវក្នុងរឿងនេះថាក្រុមអ្នកបញ្ជាទិញដែលមានម៉ាកល្បីៗដែលទទួលបញ្ជាទិញពីកម្ពុជាដូចជា Levi និង Walmart ជាដើមក៏ជាអ្នករួមចំណែកក្នុងការទទួលខុសត្រូវដែរលោកព្រមានថាបើក្រុមអ្នកបញ្ជាទិញទាំងនេះនៅតែបន្តទទួលបញ្ជាទិញដោយពុំបានពិនិត្យនៅលក្ខខណ្ឌរបស់ក្រុមហ៊ុនអ្នកផលិតទៀតទេក្រុមសហជីពនឹងផ្ទុះការតវ៉ាក្នុងខែកុម្ភៈនេះខ្ញុំ